តោះជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកជួបជាមួយខ្ញុំទៀតហើយថ្ងៃនេះបងប្អូនមានសាច់រឿងខ្លីៗចង់ចែកម្លែកទៅពុកម៉ែបងប្អូនហើយសាច់រឿងថ្ងៃនេះបានមកពីបងចនតែមុនចូលសាច់រឿងរបស់យើងសូមពុកម៉ែបងប្អូនអ្នកតាមដាន channel របស់បងប្អូនណាជួយ Subscribe channel បងប្អូនម្នាក់មួយផងហើយ comment មកលេងបងប្អូនផងបងប្អូននឹងឆ្លើយតបទៅវិញហើយចូលសាច់រឿងរបស់យើងបងចនគាត់បានមកមានសាច់រឿងមកប្រាប់បងប្អូនអញ្ចឹងណាពុកម៉ែបងប្អូនគាត់ថាបងថ្លៃស្រីចង់ស៊ីបងប្អូនថ្លៃពុកម៉ែបងប្អូនអញ្ចឹងមានគ្រួសារមួយគាត់ទៅរៀបការជាមួយគ្នាថ្មីថ្មោងអញ្ចឹងណាពុកម៉ែបងប្អូនទៅរៀបការជាមួយគ្នាថ្មីថ្មោងអញ្ចឹងដល់ពេលរៀបការអីរួចអញ្ចឹងគាត់ចេញរកស៊ីរៀងៗខ្លួនពុកម៉ែបងប្អូនចេញរកស៊ីរៀងៗខ្លួនណាលក្ខណៈថាយើងរៀបការហើយអញ្ចឹងយើងខំប្រឹងអញ្ចឹងណាពុកម៉ែបងប្អូនពីអ្នកប្តីប្រពន្ធគាត់អញ្ចឹងហើយអញ្ចឹងក្នុងផ្ទះគាត់ហ្នឹងមានបងថ្លៃមួយនេះពុកម៉ែបងប្អូនហើយបងថ្លៃហ្នឹងដូចថាកំមុំរៀងចាស់អញ្ចឹងណាពុកម៉ែបងប្អូនកំមុំចាស់អញ្ចឹងណាដោយថាតែគាត់នឹងរកស្វាមីរកភក្តិរកដៃគូមិនបានអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងវារៀងដែលថាកំមុំរៀងចាស់អញ្ចឹងទៅអញ្ចឹងបន្ទប់បងថ្លៃរបស់គាត់ហើយបន្ទប់បងអូនថ្លៃហ្នឹងនៅគៀកគ្នាពុកម៉ែបងប្អូនអញ្ចឹងបងអូនថ្លៃគាត់ហើយនឹងបងអូនស្រីគាត់ហ្នឹងទៅរៀបការថ្មីថ្មោងផងពុកម៉ែបងប្អូនគាត់តែចេះតែចេញការងារយប់របស់គាត់ណាលក្ខណៈថាការងារក្តៅសាច់ណាពុកម៉ែបងប្អូនអញ្ចឹងយប់ឡើងគាត់ចេះតែធ្វើសកម្មភាពបំបត្តិការងាររបស់គាត់ហ្នឹងពុកម៉ែបងប្អូនបងស្រីបងថ្លៃរបស់គាត់ណាចេះតែលួចស្ដាប់មកនៅបន្ទប់អូនថ្លៃរបស់គាត់ហ្នឹងពុកម៉ែបងប្អូនតែយើងចេញបំបត្តិការឲ្យលឺនេះលឺនោះណាលឺសំឡេងអីចឹងនៅអញ្ចឹងបងថ្លៃរបស់គាត់ចេះតែលួចស្ដាប់ជារៀងរាល់ថ្ងៃលក្ខណៈថាបងថ្លៃរបស់គាត់ហ្នឹងរៀងក្រមុំរៀងចាស់អញ្ចឹងរកដៃគូមិនបានហើយអញ្ចឹងណាអញ្ចឹងបងថ្លៃគាត់លឺអញ្ចឹងគាត់ថាក្នុងចិត្តគាត់ក៏រៀងមានអារម្មណ៍ស៊ីអារម្មណ៍ដែរណាពុកម៉ែបងប្អូនអញ្ចឹងមុនដំបូងគាត់មិនទាន់ដូចថាតំណងជាមួយនឹងបងអូនថ្លៃរបស់គាត់ទេពុកម៉ែបងប្អូនគាត់ដូចថារៀងក្តៅសាច់ដែរណាពុកម៉ែបងប្អូនអញ្ចឹងគាត់ចេះតែទៅធ្វើការងាររបស់គាត់ហ្នឹងពុកម៉ែបងប្អូនចេះទៅបេះបួចនៅកន្លែងការងាររបស់គាត់ដូចថាមិត្តភ័ក្តិនៅក្នុងការងារជាមួយគាត់អញ្ចឹងណាពុកម៉ែបងប្អូនដូចថាគាត់រៀងកំមុំចាស់ដែរណាប៉ុន្តែកំមុំចាស់គាត់ហ្នឹងលក្ខណៈថាកំមុំស្អាតណាពុកម៉ែបងប្អូនលក្ខណៈថាចាស់ដែរប៉ុន្តែចាស់មើលទៅសាច់ឈាមរបស់គាត់មកអែមដែរណាពុកម៉ែបងប្អូនអញ្ចឹងគាត់ចេះតែបេះបួចអញ្ចឹងដោយសារតែគាត់ហ្នឹងឮសំឡេងឮដែលបងអូនថ្លៃរបស់គាត់ធ្វើជាមួយបងអូនស្រីរបស់គាត់ហ្នឹងណាអញ្ចឹងបងស្រីបងថ្លៃរបស់គាត់ហ្នឹងចេះតែបេះបួយនៅកន្លែងការងារគាត់តែថារកសង្សាររកដៃគូអញ្ចឹងណាពុកម៉ែបងប្អូនដោយសារតែគាត់គិតថារៀងស៊ីអារម្មណ៍មកលើគាត់អញ្ចឹងណាគាត់គិតចាគាត់ចំណាស់ដែរឲ្យគាត់មិនទាន់មានដៃគូមានអីអញ្ចឹងទៅតែគ្មានពីណាកន្លែងការងារគាត់ហ្នឹងគ្មានពីណាគេចាប់អារម្មណ៍មកលើគាត់ទេណាបងពុកម៉ែបងប្អូនដល់ពេលអញ្ចឹងគាត់ចេះតែតាមរកដៃគូដែរតែរកមិនបានពុកម៉ែបងប្អូនឲ្យតែល្ងាចឡើងប្អូនថ្លៃគាត់ហើយនឹងប្អូនស្រីគាត់ចេះតែចេញបំបត្តិការពេលយប់អញ្ចឹងណាហើយបងស្រីគាត់បងថ្លៃគាត់ហ្នឹងចេះតែលួចស្ដាប់អញ្ចឹងទៅហើយប្អូនថ្លៃរបស់គាត់ក៏រៀងសង្ហាដែរពុកម៉ែបងប្អូនរៀងមកអែមដែរណាពុកម៉ែបងប្អូនអញ្ចឹងបងស្រីគាត់រកដៃគូមិនបានក៏ចាប់អារម្មណ៍មកលើប្អូនថ្លៃហ្នឹង
ចាប់អារម្មណ៍មកលើបងថ្លៃរបស់គាត់ហ្នឹងអញ្ចឹងថ្ងៃមួយពុកម៉ែបងប្អូនដូចថាចេះតែឲ្យដៃឲ្យជើងទៅលើបងថ្លៃរបស់គាត់ហ្នឹងអុយពុកម៉ែបងប្អូនគាត់ជាបងថ្លៃលក្ខណៈថាដូចទៅការជាមួយគ្នាថ្មីថ្មោងផងណាពុកម៉ែបងប្អូនគាត់លក្ខណៈថាលេងសើចជាមួយនឹងបងថ្លៃរបស់គាត់ជារឿងធម្មតាទេគាត់គិតក្នុងចិត្តគាត់ណាហើយក៏គាត់មិនគិតថាបងថ្លៃរបស់គាត់ហ្នឹងមកចាប់អារម្មណ៍លើគាត់ដែរហើយពុកម៉ែបងប្អូនអញ្ចឹងថ្ងៃមួយគាត់បងស្រីថ្លៃរបស់គាត់ហ្នឹងដូចថាគាត់មានកម្មវិធីបង្គោលការអញ្ចឹងណាពុកម៉ែបងប្អូនពួកម៉ាក់គាត់អញ្ចឹងណាអញ្ចឹងគាត់អត់មានចេះបើកឡានទេពុកម៉ែបងប្អូនអញ្ចឹងគាត់ឲ្យបងអូនថ្លៃរបស់គាត់ហ្នឹងជូនទៅបង្គោលការហ្នឹងណាពុកម៉ែបងប្អូនជូនទៅដូចថាទៅហាយចំនួនហាយអីចឹងណាពុកម៉ែបងប្អូនដល់ពេលយប់ឡើងពុកម៉ែបងប្អូនយប់ឡើងក៏ឲ្យបងអូនថ្លៃរបស់គាត់ហ្នឹងជូនគាត់ហ្នឹងតែស៊ីដូចថាតែស៊ីការអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងយប់ពុកម៉ែបងប្អូនរឿងការពុកម៉ែបងប្អូនការដឹងយប់ហីពេលយើងហូបពេលយើងនេះអញ្ចឹងណាពេលយើងហូបពេលយប់អញ្ចឹងណាឲ្យបងអូនថ្លៃជូនទៅអញ្ចឹងពុកម៉ែបងប្អូនស្ត្រីបងថ្លៃហ្នឹងឆ្លៀតឱកាសយប់ហ្នឹងឆ្លៀតឱកាសជាមួយបងអូនថ្លៃគាត់ណាពុកម៉ែបងប្អូនយប់អញ្ចឹងគាត់ទៅហូបការទៅម៉ោងប្រហែលជា8ទេពុកម៉ែបងប្អូន8 9ហ្នឹងណាគូសុំបងអូនថ្លៃគាត់មកចេញក្រៅទៅដូចថាអូកាឡាណាពុកម៉ែបងប្អូនអូកាឡាថាមកផ្ទះវិញប៉ុន្តែពុកម៉ែបងប្អូនបងថ្លៃមិនឲ្យបងអូនថ្លៃជូនមកផ្ទះទេបងថ្លៃស្រីហ្នឹងឲ្យបងអូនថ្លៃហ្នឹងជូនឡើងសន្តាគារហ្មងជូនឡើងសន្តាគារដោយសារតែបងថ្លៃរបស់គាត់ហ្នឹងវាឈួលឆេះដោយលឺយប់ឡើងឲ្យតែយប់ឡើងលឺសំឡេងប្អូនបង្កើតរបស់គាត់ស្រែកធ្ងោអញ្ចឹងទៅអញ្ចឹងបងថ្លៃរបស់គាត់ហ្នឹងឲ្យបងអូនថ្លៃជូនឡើងសន្តាគារហើយពុកម៉ែបងប្អូនគាត់លក្ខណៈថាបងអូនថ្លៃរបស់គាត់ហ្នឹងក៏ស្រឡាញ់ភរិយារបស់គាត់ដែរណាស្រឡាញ់ភរិយារបស់គាត់ដែរអញ្ចឹងគាត់លក្ខណៈថាមិនជូនបងថ្លៃរបស់គាត់ហ្នឹងទៅទេដោយសារតែគាត់គិតថាភរិយារបស់គាត់នៅផ្ទះនោះស្រស់ស្អាតដែរទៅរៀបការឲ្យថ្មីថ្មោងអញ្ចឹងណាពុកម៉ែបងប្អូនទៅរៀបការជាមួយគ្នាថ្មីថ្មោងអញ្ចឹងមិនគាត់ធ្វើអញ្ចឹងបានអញ្ចឹងប្អូនថ្លៃរបស់គាត់ហ្នឹងបើកឡានយ៉ាងលឿនទៅផ្ទះគាត់ភរិយារបស់គាត់វិញទៅផ្ទះភរិយារបស់គាត់វិញក៏គាត់បាននិយាយប្រាប់ភរិយារបស់គាត់ដែរចឹងណាពុកម៉ែបងប្អូនបាននិយាយជាមួយភរិយារបស់គាត់ដែរនិយាយថាងបុកបងស្រីបងអីបងស្រីបងអូនអីហ្នឹងហៅបងហ្នឹងទៅសន្តាគារទៅអីណៃណីណ៎ចឹងទៅហើយបងអូនថ្លៃហ្នឹងដូចទៅភរិយារបស់គាត់គាត់បាននិយាយលេងណាគាត់ថាបើគាត់ហៅទៅគាត់ក៏បាននិយាយចឹងណាភរិយារបស់គាត់លក្ខណៈថាស្មាមីរបស់គាត់នឹងនិយាយលេងជាមួយគាត់អញ្ចឹងណាដូចថាលក្ខណៈថាដូចស្មាមីនឹងនិយាយឲ្យគាត់ប្រច័ណ្ឌឲ្យគាត់អីអញ្ចឹងទៅប៉ុន្តែការប៉ះពិតរឿងហ្នឹងវាមែនតែនណាពុកម៉ែបងប្អូនវាមែនតែនអញ្ចឹងតាំងពីពេលហ្នឹងមកត្រូវភរិយារបស់គាត់និយាយអញ្ចឹងផង
rồiស្វាមីរបស់គាត់ហ្នឹងលក្ខណៈថាលក្ខណៈថាភរិយានិយាយធម្មតាហើយអញ្ចឹងគាត់ហើយអញ្ចឹងទៅតែងបងថ្លៃគាត់ហ្នឹងមកបេះបួយប្អូនថ្លៃរបស់គាត់ហ្នឹងលក្ខណៈថាធ្វើនៅផ្ទះតែមួយពុកម៉ែបងប្អូននៅផ្ទះតែមួយអញ្ចឹងវានៅមានភាពនៅគៀកគ្នាណាពុកម៉ែបងប្អូននៅគៀកគ្នាគៀកប្អូនថ្លៃរបស់គាត់ហ្នឹងអញ្ចឹងប្អូនបងស្រីគាត់នឹងចេះតែបេះបួយអោបនេះអោបនោះទៅអោបនេះអោបនោះអញ្ចឹងណាហើយប្អូនថ្លៃគាត់ក៏លក្ខណៈថារៀងមានអារម្មណ៍ទៅលើបងស្រីរបស់គាត់ដែរដោយសារតែបងថ្លៃគាត់នឹងសាច់សដើមទ្រូងធំផងពុកម៉ែបងប្អូនអញ្ចឹងក៏ដូចថាលក្ខណៈថាធម្មតាអញ្ចឹងទៅដល់ពេលអញ្ចឹងយប់ឡើងស្វាមីរបស់ភរិយារបស់គាត់ហ្នឹងក៏អត់នៅផ្ទះពុកម៉ែបងប្អូនក៏អត់នៅផ្ទះដូចថាគាត់ជាប់ការងាររបស់គាត់ហ្នឹងយប់ជ្រៅបានមកដល់ផ្ទះវិញណាយប់ជ្រៅបន្តិចបានមកដល់ផ្ទះវិញអញ្ចឹងពុកម៉ែបងប្អូនបងថ្លៃហ្នឹងគាត់ឆ្លៀតយប់ហ្នឹងជាមួយនឹងប្អូនថ្លៃហ្នឹងទៅគេងជាមួយប្អូនថ្លៃហ្នឹងរីឯប្អូនថ្លៃហ្នឹងគាត់គិតថាភរិយារបស់គាត់ពុកម៉ែបងប្អូនគាត់គិតថាភរិយារបស់គាត់ហើយលក្ខណៈថាមកដល់គាត់ចូលកន្លែងគេងអញ្ចឹងប៉ុន្តែតាមពិតបងថ្លៃរបស់គាត់ចូលទៅគេងជាមួយប្អូនថ្លៃអោបហើយគាត់ឆ្ងល់គាត់ថាហេតុអ្វីក៏ប្លែកខុសប្លែកពីមុនម៉េះគាត់និយាយមួយដូចថាគាត់ស្មានតែភរិយារបស់គាត់ណាហេតុអ្វីក៏អីបងអ៊ីនប្លែកជាងមុនម៉េះតែតាមពុកម៉ែបងប្អូនតតែយប់បន្តិចគាត់បានចេញបំបត្តិការជាមួយបងថ្លៃហ្នឹងដូចថាបងថ្លៃគាត់បិទភ្នែកតែបិទភ្នែកទៅតែបងថ្លៃគាត់អ្នកចេញបំបត្តិការណាអញ្ចឹងហើយបងថ្លៃហ្នឹងក៏បានទៅបាត់ហើយបងថ្លៃក៏បានចេញទៅបាត់ហើយដូចថាគាត់ហើយបានម្ដងណាគាត់ចេញទៅបាត់ហើយអញ្ចឹងតោះរៀងយប់បន្តិចបានភរិយាគាត់មកបានភរិយារបស់គាត់មកបានគាត់គិតថាអូនទៅមកពីការងារទេអញ្ចឹងមិញហ្នឹងជាអ្នកណាអញ្ចឹងគេនិយាយមួយភរិយារបស់គាត់ណាហើយភរិយាគាត់គូហីទៀតតែអញ្ចឹងណាដូចថាមកគាត់មកពីការងារគាត់អស់កម្លាំងអស់កំហែងផងគាត់ក៏ដាក់ខ្លួនក៏គេងលក់ទៅអញ្ចឹងយប់ថ្ងៃក្រោយមកអញ្ចឹងបងថ្លៃស្រីគាត់ហ្នឹងមកសួរប្អូនថ្លៃណាពុកម៉ែបងប្អូនមកសួរបងថ្លៃថាមិនដែរយប់មិញនៅជាមួយបងថ្លៃយ៉ាងម៉េចដែរស្រួលអត់អីអត់អញ្ចឹងទៅតែតាមការពិតប្អូនថ្លៃរបស់គាត់គាត់អត់ដឹងគាត់នឹកស្មានតែភរិយារបស់គាត់ណានឹកស្មានតែភរិយារបស់គាត់នឹងមកគេងជាមួយគាត់ណាតែអត់ដឹងថានឹងជាបងថ្លៃរបស់គាត់ណាអញ្ចឹងពុកម៉ែបងប្អូនអើយសាច់រឿងបានតែម្ដងថ្ងៃក្រោយមកបងថ្លៃរបស់គាត់នឹងចេះតែមករកគាត់ជារៀងរាល់ថ្ងៃដែលគាត់ចង់ជាមួយប្អូនថ្លៃរបស់គាត់ណាពុកម៉ែបងប្អូនដែលគាត់ចង់ជាមួយបងថ្លៃមួយប្អូនថ្លៃរបស់គាត់អញ្ចឹងណាហើយគូគាត់ឆ្លៀតដែលភរិយាប្អូនថ្លៃគាត់ហ្នឹងមិននៅផ្ទះគាត់តែឆ្លៀតជាមួយប្អូនថ្លៃរបស់គាត់ហ្នឹងដូចតាពុកម៉ែបងប្អូនរៀងកំមុំចាស់ដែរណាកំមុំចាស់តែដល់ពេលបានម្ដងទៅញ៉ាំជាមួយប្អូនថ្លៃរបស់គាត់ណាហើយប្អូនថ្លៃគាត់ហ្នឹងម៉ែរៀងគាត់ក៏មកអែមដែរណាពុកម៉ែបងប្អូនសាច់អីឡើងអញ្ចឹងតែងតែគាត់ហ្នឹងវាយឡើងជាមួយប្អូនថ្លៃរបស់គាត់
វាយឡើងជាមួយប្អូនថ្លៃរបស់គាត់ហ្នឹងដូចថាឲ្យតែពេលណាដែលប្អូនថ្លៃគាត់មិននៅអូប្អូនបង្កើតគាត់មិននៅណាចេះតែមានអីជាមួយប្អូនថ្លៃរបស់គាត់ហ្នឹងអូយពុកម៉ែបងប្អូនប្អូនថ្លៃគាត់ណាដល់ពេលឃើញបងថ្លៃចេះតែឲ្យចេះតែអីអញ្ចឹងទៅណាចេះតែបន្តអញ្ចឹងទៅជារៀងរាល់ថ្ងៃអញ្ចឹងណាពុកម៉ែបងប្អូនម្ដងភរិយាម្ដងបងថ្លៃគាត់ណានៅផ្ទះជាមួយគ្នាអញ្ចឹងថ្ងៃមួយពុកម៉ែបងប្អូនសាច់រឿងហ្នឹងវាបែកការទៅលើឲ្យប្អូនស្រីរបស់គាត់ហ្នឹងដឹងពីរឿងហេតុហ្នឹងដែរហេតុបងថ្លៃរបស់គាត់គេងជាមួយនឹងប្អូនថ្លៃរបស់ជីគេងជាមួយប្តីរបស់គាត់ណាបងគាត់បង្កើតអញ្ចឹងភរិយាហ្នឹងក៏បាននិយាយថាគូស្រួលដូចថាវាស្រួលភរិយាគាត់ក៏ស្រួលទៀតណាគាត់ថាអញ្ចឹងក៏អញ្ចឹងដែរព្រោះបងថ្លៃរបស់គាត់បងរបស់គាត់ហ្នឹងដូចថារៀងចាស់ទៅហើយអញ្ចឹងចេះតែឲ្យគាត់ស្គាល់រសជាតិដែរព្រោះគាត់ដូចថាកំមុំចាស់ហើយអញ្ចឹងណាពុកម៉ែបងប្អូនឲ្យក៏ស្រួលម្លេះadmin ហៅឡើងស្រួលអញ្ចឹងដែរនេះអីក៏ស្រួលម្លេះអញ្ចឹងចាប់ពីពេលហ្នឹងទៅប្អូនថ្លៃរបស់គាត់ហ្នឹងហើយនឹងភរិយាស្វាមីរបស់គាត់ហ្នឹងយកប្អូនថ្លៃយកបងថ្លៃយកបងថ្លៃផងយកប្អូនស្រីរបស់គាត់ផងរស់នៅជាមួយគ្នាទាំងពីរហ្មងប៉ុន្តែគ្រាន់តែថាសាច់រឿងហ្នឹងគាត់អត់ឲ្យបែកធ្លាយចេញទៅក្រៅទេពុកម៉ែបងប្អូនអត់ឲ្យបែកសាច់រឿងហ្នឹងចេញទៅក្រៅទេព្រោះគាត់គិតថាខ្មាស់គេខ្មាស់អីចឹងប៉ុន្តែពុកម៉ែបងប្អូនរស់នៅជាមួយគ្នានឹងយ៉ាងរលូនជាមួយគ្នាអញ្ចឹងទៅហើយទៅប្អូនថ្លៃហើយនឹងស្វាមីរបស់គាត់ហ្នឹងចេះតែតែងចែកថ្ងៃចែកថ្ងៃចែកខែគ្នាអញ្ចឹងណាពុកម៉ែបងប្អូនចែកថ្ងៃចែកខែគ្នាដូចថាណែម្នាក់យប់នេះម្នាក់ទៅដល់ពេលអញ្ចឹងយប់ក្រោយមកខាងនេះម្នាក់ទៅរស់នៅជាមួយគ្នារហូតដល់សពថ្ងៃហ្នឹងទៅហើយសាច់រឿងហ្នឹងក៏មានតែប៉ុណ្្នឹងដែរពុកម៉ែបងប្អូនព្រោះបងចនគាត់បានចែកម្លែកមកដែរតែប៉ុណ្្នឹងដែរដោយសារប្អូនមិនហ៊ានដូចថាបន្ថែមមិនថយសាច់រឿងរបស់គាត់ទៀតទេហើយដូចប្អូនadminនិយាយដែរយ៉ាងអ្នកតាមដាន channel ប្អូនជួយ Subscribe channel ប្អូនផងហើយមក comment លេងជាមួយប្អូនផងកុំឲ្យប្អូនអបសក់ពេកហើយបើមានប្អូននិយាយទៅបើមានពាក្យខុសឆ្គងអីក៏សូមអធិស្ឋានមកប្អូនផងព្រោះប្អូននិយាយសាច់រឿងហ្នឹងតាមពីបងចនគាត់ចែករំលែកមកដែរទេហើយក៏សូមអរគុណដែលពុកម៉ែតាមដាន channel របស់ប្អូនដែរហើយ comment លេងដែរណាពុកម៉ែបងប្អូនសូមជម្រាបលាពុកម៉ែបងប្អូន